របស់ឯកឧត្តមពេទ្យជ័យអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាសូមអរសាទរសូមអរគុណទាំងមួយសម្រាប់អេរីយ៉ាបាត់សូមគោរពជំរាបសួរឯកឧត្តមពេទ្យជ័យអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាដែលជាតំណាងខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារអង្គជួននរណឧបនាយកជំរាបជូនដល់ស្ថានភាពនៃសាលារៀននៅវិញសាលារៀននៅវិញបានបង្កើតឡើងនៅក្នុងឆ្នាំ2017ដែលមានចក្ខុវិស័យរបស់សេវាអប់រំប្រកបដោយគុណភាពជូនដល់សិស្សានុសិស្សដោយផ្ដោតលើការបណ្ដុះបណ្ដាលដែលមានបាល់វិជ្ជាពីនៃគុណភាពនិងសេវាកម្មនិងជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាខ្ញុំតំណាងដល់ពួករបស់ឯកឧត្តមអបមានក្តីសមនៅទីនេះយ៉ាងក្រៃលែងដោយបានការអញ្ជើញមកចូលរួមអបអរសាទរដល់កូនដែលជាជ័យភីរបស់យើងទាំង445នាក់អរលោកស្រីមេតាបេតានិងជាអាណាព្យាបាលទាំងអស់សូមមេត្តាទៀតថាបុគ្គលគ្រួសារអង្គភាពប្រទេសជាតិដែលជោគជ័យទៅបានគឺអាស្រ័យដោយមានវិន័យជាចម្បងបុគ្គលម្នាក់គ្រួសារនីមួយ
អង្គភាពនីមួយៗស្ថាប័ននីមួយៗបើគ្មានវិន័យទេកុំសង្ឃឹមថានឹងជោគជ័យឲ្យសោះដូច្នេះអ្វីជាការចាប់ផ្ដើមនៃការសាងសង់ធនធានមនុស្សរបស់យើងគឺត្រូវចាប់ផ្ដើមអំពីការពង្រឹងផ្នែកវិន័យចាប់ផ្ដើមពីវិន័យបុគ្គលឈានទៅដល់គ្រួសារឈានទៅដល់សង្គមជាតិទាំងមូលបើបុគ្គលគ្មានវិន័យគឺបរាជ័យទាំងស្រុងហើយដូច្នេះហើយការអប់រំចាំបាច់ណាស់ដូចជានៅសាលារៀន Northwest នេះគឺចាប់ដើមយកវិន័យជាចម្បងខ្ញុំគិតថានៅថ្ងៃអនាគតសាលានេះនឹងមានការរីកដុះដាលរឹងមាំតាមរយៈនៃការពង្រឹងវិន័យឲ្យបានកូនត្រូវចាំថាបើកូនរៀនគ្មានវិន័យក្នុងការរៀនទេកូនក៏មិនអាចជោគជ័យដូចនៅថ្ងៃនេះដែរកូនទាំង445នាក់ដោយសារតែកូនមានវិន័យនេះហើយទើបកូនមកឈានជោគជ័យដែលទទួលបានជ័យលាភីនៅថ្ងៃនេះជាសក្ខីភាពអភិសាស្មែដល់ញ៉ាំយ៉ាងណាបាយល្អញ៉ាំយ៉ាងណាមួយល្អណាស់ហើយកាប់បានខ្ញុំមិនកាប់បានទៅលុយយកអត់បានរយទីពលលុយយកទៅចិត្តតាក់រយទីនិយាយទៅណាល្អណាស់ទីនេះសុខបីយ៉ាងដៃ445នាក់ចេះស្របទាំងអស់មាននេះក៏យើងមានបេះដូងតែមួយយ៉ាងយ៉ាងដៃ3ហើយខ្ញុំយ៉ាងយ៉ាងដៃមនុស្សសកលលោកគ្រូរាប់ឲ្យណាជាយឺតសบายទេគាត់បានអត់គាត់បើអាចយ៉ាងដៃអបអរសាទរយ៉ាងដៃអបអរសាទរល្អចាប់ប្រាំមកអើស្អីឃើញកូនយើងទេឃើញកូនយើងខ្លាំងអត់ខ្លាំងអត់តែណាគឺខ្លាំងបានទៅកូនទៅអស់លោកស្អីមកហើយសូមអរសាទរសូមអញ្ជើញបងឈ្មោះបរិយបរិយឡើងមកលើវេទិកាដើម្បីទទួលវិញ្ញាបនបត្រនិងថតរូបអនុស្សាវរីយ៍សូមអរសាទរជាបន្តទៅទៀតនេះសូមជម្រាបបងអូនស្រីពីរំលីយ៉ាងហីឡើងមកលើវេទិកាដើម្បីទទួលវិញ្ញាបនបត្រនិងថតរូបអនុស្សាវរីយ៍សូមអរសាទរជាបន្តទៅទៀតនេះសូមអញ្ជើញបងស្រីកានិកាឡើងមកលើវេទិកាដើម្បីថតរូបអនុស្សាវរីយ៍សូមអរសាទរសូមអញ្ជើញបងឈ្មោះផនរទ្ធីម៉ានីសាឡើងមកលើវេទិកាដើម្បីទទួលវិញ្ញាបនបត្រនិងថតរូបអនុស្សាវរីយ៍សូមអរសាទរសូមអញ្ជើញបងឈ្មោះប៉ានីហេនាំមកទទួលវិញ្ញាបនបត្រនិងថតរូបអនុស្សាវរីយ៍សូមអរសាទរ
ជំរាបជូននេះសូមអញ្ជើញបងឈ្មោះស្រីរ៉ាទីឡើងមកលើវេទិកាដើម្បីទទួលវិញ្ញាបន